3.3 ពីផ្នែកមូលបត់នៃលិខិតរដ្ឋបាលផ្នែកមូលបត់នៃលិខិតរដ្ឋបាលរួមមាន7ចំណងជើង8ពាក្យគួរសម9ងារស័ក្តិអ្នកទទួលលិខិត10កម្មវត្ថុនិង11យោង7ចំណងជើងត្រូវសរសេរជាអក្សរឆ្លាក់មូលនៅចំកណ្ដាលទំព័រដោយប្រើទំហំអក្សរធំជាងទំហំអក្សរអត្ថបទពីលេខចំណងជើងបញ្ជាក់អំពីប្រភេទនៃលិខិតហើយអាចមានឬមិនមានភ្ជាប់នៅគោលបំណងនៃលិខិតរដ្ឋបាលអាចមានឬមិនមានចំណងជើង8ពាក្យគួរសមត្រូវសរសេរជាអក្សរឆ្លាក់មូលនៅចំកណ្ដាលទំព័រដោយប្រើទំហំអក្សរធំជាងទំហំអក្សរអត្ថបទមួយលេខពាក្យគួរសមត្រូវប្រើទៅតាមឋានៈនៃអ្នកទទួលលិខិតដូចខាងក្រោមសូមក្រាបបង្គំទូលថ្វាយប្រើចំពោះអ្នកទទួលលិខិតដែលជាព្រះមហាក្សត្រសូមក្រាបបង្គំទូលប្រគេនប្រើចំពោះអ្នកទទួលលិខិតដែលជាព្រះសង្ឃសូមគោរពជូនឬគោរពជូនប្រើចំពោះអ្នកទទួលលិខិតដែលមានឋានៈខ្ពស់ជាងអ្នកផ្ញើសូមជម្រាបជូនឬជម្រាបជូនប្រើចំពោះអ្នកទទួលលិខិតដែលមានឋានៈស្មើគ្នាឬទាបជាងអ្នកផ្ញើ9ងារស័ក្តិអ្នកទទួលលិខិតគឺជាងារស័ក្តិឬគោរមងារឬឋានៈនិងមុខតំណែងរបស់អ្នកទទួលលិខិតងារស័ក្តិអ្នកទទួលលិខិតត្រូវសរសេរជាអក្សរឆ្លាក់មូលនៅចំកណ្ដាលទំព័រពីក្រោមពាក្យគួរសមដោយប្រើទំហំអក្សរតូចជាងពាក្យគួរសមមួយលេខក្នុងករណីលិខិតថ្លែងទៅកាន់បុគ្គលត្រូវបញ្ចូលឈ្មោះរបស់អ្នកទទួលលិខិតងារស័ក្តិអ្នកទទួលលិខិតដែលគេនិយមប្រើរួមមានដូចខាងក្រោមលោកឬលោកសេមុខតំណែងលោកឬលោកសេឈ្មោះនិងមុខតំណែងឯកឧត្តមឬលោកជំទាវឯកឧត្តមឬលោកជំទាវឈ្មោះនិងមុខតំណែងឈ្មោះនិងមុខតំណែង10កម្មវត្ថុគឺជាសេចក្តីសង្ខេបនៅគោលបំណងនៃលិខិតហើយត្រូវសរសេរនៅរឹមទំព័រខាងឆ្វេងដោយរំលងមួយបន្ទាត់ពីក្រោមងារស័ក្តិអ្នកទទួលលិខិត11យោងគឺជាឯកសារដែលជាមូលដ្ឋាននៃការចេញលិខិតហើយត្រូវសរសេរនៅរឹមទំព័រខាងឆ្វេងពីក្រោមកម្មវត្ថុឯកសារយោងអាចមានមួយឬច្រើនអាស្រ័យទៅនឹងខ្លឹមសារនៃលិខិតនីមួយលិខិតរដ្ឋបាលមួយចំនួនអាចពុំមានយោង3.3ផ្នែកខ្លឹមសារលិខិតរដ្ឋបាលផ្នែកខ្លឹមសារនៃលិខិតរដ្ឋបាលរួមមាន12ខ្លឹមសារលិខិត13ឯកសារភ្ជាប់14កថាខណ្ឌឬលប៉ះស្នើសុំនិង15កថាខណ្ឌឬលប៉ះគួរសម12ខ្លឹមសារលិខិតគឺជាការបរិយាយអំពីដើមហេតុនៃកម្មវត្ថុរបស់លិខិតនិងអំពីខ្លឹមសារលម្អិតដែលត្រូវជម្រាបឬបំភ្លឺឬណែនាំខ្លឹមសារត្រូវប្រើទំហំអក្សរ11ឬ12នៃពុម្ពអក្សរ Unicode ហើយត្រូវសរសេរចុះក្រោមមួយបន្ទាត់ខាងក្រោមយោងនិងត្រូវចូលបន្ទាត់ដោយផ្ដើមសេចក្តីដូចខាងក្រោមបើមានឯកសារយោងករណីអ្នកទទួលលិខិតដែលមានឋានៈខ្ពស់ជាងអ្នកផ្ញើសេចក្តីដូចមានចែងក្នុងកម្មវត្ថុនិងយោងខាងលើឬតុបតាមកម្មវត្ថុនិងយោងខាងលើខ្ញុំបាទទឺនាងខ្ញុំសូមគោរពជម្រាបងារស័ក្តិអ្នកទទួលលិខិតខ្លឹមសារលិខិតករណីអ្នកទទួលលិខិតដែលមានឋានៈស្មើទាបជាងអ្នកផ្ញើសេចក្តីដូចមានចែងក្នុងកម្មវត្ថុនិងយោងខាងលើឬតុបតាមកម្មវត្ថុនិងយោងខាងលើខ្ញុំបាទទឺនាងខ្ញុំសូមជម្រាបជូនងារស័ក្តិអ្នកទទួលលិខិតខ្លឹមសារលិខិតបើពុំមានឯកសារយោងងារស័ក្តិករណីអ្នកទទួលលិខិតដែលមានឋានៈខ្ពស់ជាងអ្នកផ្ញើសេចក្តីដូចមានចែងក្នុងកម្មវត្ថុខាងលើឬតុបតាមកម្មវត្ថុខាងលើខ្ញុំបាទទឺនាងខ្ញុំសូមគោរពជម្រាបជូនអ្នកទទួលលិខិតមេត្តាជ្រាបថាម្សាលលិខិតករណីអ្នកទទួលលិខិតដែលមានឋានៈស្មើទាបជាងអ្នកផ្ញើសេចក្តីដូចមានចែងក្នុងកម្មវត្ថុខាងលើឬតុបតាមកម្មវត្ថុខាងលើខ្ញុំបាទឬនាងខ្ញុំសូមជម្រាបងារស័ក្តិអ្នកទទួលលិខិត